របៀបក្រោកឈរឡើងវិញបន្ទាប់ពីជួបភាពបរាជ័យតើអ្នកធ្លាប់មានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងបាក់រលំមកលើរូបអ្នកដែរឬទេនៅពេលដែលផែនការដែលអ្នកធ្លាប់ពឹងទុកត្រូវបរាជ័យនៅពេលដែលការខិតខំប្រឹងប្រែងរាប់ខែរាប់ឆ្នាំរលាយបាត់ក្នុងមួយពពេចភ្នែកអារម្មណ៍ដំបូងដែលអ្នកជួបគឺភាពឯកោនិងការអស់សង្ឃឹមអ្នកប្រហែលជាអង្គុយសួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំតើខ្ញុំនៅមានកម្លាំងដើម្បីបន្តទៀតដែរឬទេសូមឈប់សិនហើយដកដង្ហើមឲ្យវែងភាពបរាជ័យមិនមែនជាសញ្ញាបញ្ឈប់នោះទេប៉ុន្តែវាគឺជាសញ្ញាចរាចរណ៍ដែលប្រាប់ឲ្យអ្នកបង្កើនការប្រុងប្រយ័ត្ននិងរៀនសូត្រពីកំហុសមនុស្សដែលជោគជ័យបំផុតនៅលើโลกនេះមិនមែនជាមនុស្សដែលមិនធ្លាប់ដួលនោះទេប៉ុន្តែគឺជាមនុស្សដែលដឹងពីរបៀបក្រោកឈរឡើងវិញឲ្យបានលឿនជាងមុននិងរឹងមាំជាងមុនជំហានដំបូងនៃការក្រោកឈរគឺការទទួលស្គាល់ការពិតកុំព្យាយាមលាក់បាំងការឈឺចាប់ឬធ្វើពុតជាខ្លាំងក្លាទាំងដែលក្នុងចិត្តកំពុងទន់ខ្សោយការយំមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេតែវាគឺជាការជំរះនៅភាពស្មុគស្មាញដើម្បីឲ្យខួរក្បាលអ្នកត្រឡប់មកភ្លឺស្វាងវិញនៅពេលអ្នកទទួលស្គាល់ថាអ្នកបានបរាជ័យអ្នកនឹងឈប់ជះខ្ជាយធម្មពលទៅលើការស្ដាយក្រោយហើយចាប់ផ្ដើមប្រើធម្មពលនោះដើម្បីស្វែងរកដំណោះស្រាយវិញចងចាំថារបួសដែលអ្នកកំពុងមាននៅពេលនេះនឹងក្លាយជាស្នាក់ស្នាមនៃមោទនភាពនៅថ្ងៃអនាគតភាពបរាជ័យគឺជាគ្រូបង្រៀនដែលចិត្តល្អបំផុតទោះបីជាមេរៀនរបស់វាមានតម្លៃថ្លៃបន្តិចក៏ដោយចូលសួរខ្លួនឯងថាតើមេរៀនអ្វីដែលខ្ញុំទទួលបានពីការដួលលើកនេះតើចំណុចណាខ្លះដែលខ្ញុំត្រូវកែប្រែតើអ្នកដួលហើយអ្នកមិនបានរៀនអ្វីសោះនោះទើបជាការបរាជ័យពិតប្រាកដប៉ុន្តែបើអ្នកដួលហើយអ្នកក្រោកមកវិញជាមួយចំណេះដឹងថ្មីនោះវាគ្រាន់តែជាការហាត់សមសម្រាប់ជ័យជំនះដ៏ធំធេងតែប៉ុណ្ណោះកុំប្រៀបធៀបល្បឿននៃការក្រោកឈររបស់អ្នកទៅនឹងអ្នកដទៃមនុស្សម្នាក់មានពេលវេលារៀងខ្លួនអ្នកមិនចាំបាច់ត្រូវរត់ភ្លាមបន្ទាប់ពីដួលនោះទេទោះបីជាការធ្វើដំណើរទៅមុខដោយការវាប្រសើរជាងការដេកនៅមួយកន្លែងដែរភាពជោគជ័យមិនមែនវាស់វែងលើអ្វីដែលអ្នកសម្រេចបានក្នុងពេលរលូននោះទេតែវាស់លើការតស៊ូរបស់អ្នកក្នុងពេលដែលជួបភ្លៀងចូលមានជំនឿចិត្តលើខ្លួនឯងឡើងវិញសម្លេងនៅក្នុងចិត្តរបស់អ្នកមានអំណាចខ្លាំងជាងសម្លេងរបស់អ្នកដទៃជុំវិញខ្លួនបើអ្នកប្រាប់ខ្លួនឯងថាអ្នកធ្វើបាននោះពិភពលោកគ្មានផ្លូវនឹងមករារាំងអ្នកបានឡើយភាពបរាជ័យគ្រាន់តែជាជំពូកមួយក្នុងសៀវភៅជីវិតរបស់អ្នកវាមិនមែនជាទីបញ្ចប់នៃសាច់រឿងទាំងមូលនោះទេអ្នកគឺជាអ្នកនិពន្ធនៃជីវិតខ្លួនឯងដូច្នេះចូលសរសេរជំពូកបន្ទាប់ឲ្យคล้ายជាដំណើររឿងនៃការតស៊ូដ៏អស្ចារ្យបំផុតក្រោកឈរឡើងរលាស់ដីចេញពីខ្លួនសម្លឹងទៅមុខដោយកែបភ្នែកដែលពោពេញដោយក្តីសង្ឃឹមថ្ងៃនេះអ្នកប្រហែលជាដួលប៉ុន្តែថ្ងៃស្អែកអ្នកនឹងក្លាយជាអ្នកដែលរឹងមាំជាងមុនភាពជោគជ័យកំពុងរង់ចាំអ្នកនៅខាងមុខមិនមែនសម្រាប់អ្នកដែលមិនធ្លាប់ដួលទេគឺសម្រាប់អ្នកដែលមិនព្រមចុះចាញ់នឹងការដួលបន្តទៅមុខទៀតអ្នកធ្វើបាន